បាទសូមលំអរកាយគោរពនមស្ការព្រះរតនត្រ័យមានព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីគោរពសក្ការៈដ៏ពងពោះបំផុតនិងសូមគោរពជំរាបសួរដល់លោកតាលោកយាយអ៊ំពូមីងជាទីគោរពរាប់អាននៅក្នុងថ្ងៃនេះបាទហើយខ្ញុំបន្តត្រឹមទំព័រទី24អត្ថបទខ្លីៗទេបាទអញ្ចឹងបើសិនជាលោកតាលោកយាយអ៊ំពូមីងស្រឡាញ់ការអានសិភៅចូលចិត្តការអានសិភៅគឺអាចជួយចែករំលែកដើម្បីបានជាប្រយោជន៍ដល់អ្នកស្ដាប់ទាំងឡាយព្រោះវាអត់ព្រោះអត់ភាសាអីប្រហែលទេលោកតាលោកយាយណាវាមានអត្ថន័យខ្លឹមសារពិចារណានៅក្នុងហ្នឹងបាទនៅក្នុងទំព័រទី24ដែលមានខ្លឹមសារដូចតទៅរឿងពេលនេះឯងស្ដាប់មើលចុះសុទ្ធសឹងមានអបាយកលផ្សេងធ្វើឲ្យអ្នកស្រុកទាំងលោកសង្ឃនៅអបាសកឲ្យលុះអំណាចវាបាននៅសេចក្តីក្តៅក្រហាយណាដូចបាននិយាយមកនេះហេតុនោះទៅថាមនុស្សពេលនេះគួរខ្លាចណាស់ពេលនេះមានពុតអំពើធ្វើពុំតែម្យ៉ាងទេណាសឹងមានច្រើនយ៉ាងណាស់ពុំឈ្នះនឹងពរនីមានពេលខ្លះប្រើមាយាទយ៉ាងស្និទ្ធពេលខ្លះប្រើអំណាចកាច់កិនសង្កត់កំហែងលក់ពីនៃអ្នកស្រុកដោយអាងខ្លួនថាជាញាតិនិងអ្នកធំដោយរឿងអុកញ៉ាញៀនអភិនមានចៅពីលម្នាក់ទីជាអុកញ៉ាជាព្រះញាតិនិងសម្ដេចព្រះបរមខត្តយាអុកញ៉ានោះជក់អភិនញៀនពេញកម្លាំងតែអស់ប្រាក់កាលណាវាក៏នាំបណ្ដាកូនក្មួយបាវព្រាវចុះទូកកែហៅចៅត្រាច់ទៅតាមទន្លេធំដល់ភូមិណាស្រុកណាហើយវាក៏ឲ្យអាបាវព្រាវនោះឡើងកាប់ជែកកាប់អំពៅបេះផ្លែឈើណាបេះផ្លែឈើគឺផ្លែត្រសក់ឲ្យលឹកដេញចាប់មន្ទារបស់រាជយកជាប្រយោជន៍ខ្លួនវាថ្ងៃមួយនោះចៅអុកញ៉ាឲ្យបាវចែវទូកទៅចតទៀបកំពង់ភូមិស្រុករកាទ្វាអាបាវវានាំគ្នាឡើងទៅកាប់ជែករបស់តាក្រៃសញឹមហ្នឹងគឺពុំបាននៅតែយាយជាប្រពន្ធអស់ពួកនោះរៀតបាតកាប់ជែកជាង10ស្ទងហើយវានាំគ្នាសែងលីមកដាក់ទូកនៅសល់ជែកមួយស្ទងពុំយកណាបាទព្រោះជែកនេះនៅខ្ចីណាស់គិតហើយយាយនោះលើកយកជែកនោះដាក់ទៅលើរៀនហាលដល់ក្រោយអាបាវម្នាក់វាដើរចូលទៅបានឃើញជែកដែលកាប់នៅលើរៀនហាលទើបវាខ្លែងថាយាយឯងនេះមិនដេចហ៊ានលួចជែកលោកនាយយើងទៅប្តឹងលោកនាយឲ្យជំរះណាឲ្យជំរះចោលលួចជែកនេះហើយបាទតាមពិតពួកហ្នឹងវាទៅលួចជែកយាយហ្នឹងទេណាទៅជាចោតយាយហ្នឹងជាចោលវិញយាយម្ចាស់ជែកឆ្លើយថាអូកូនអើយម្ដាយនេះលួចជែកកូនកាលម្ដាយនេះលួចជែកកូនឯងកាលណាម្ដាយស្មានថាជែកនេះវាខ្ចីពេកស្មានឯងកាប់មកក្រែងច្រឡំថាចាស់មិនយកទៅចោលនៅក្នុងទីនេះណាចោលនៅក្នុងទីនេះយ៉ាងជាកូនមិនត្រូវការដឹងបានជាម្ដាយលើកដាក់មកលើរៀនហាលនេះឥឡូវបើកូនត្រូវការហើយក៏អញ្ជើញទៅចុះណាអញ្ជើញយកទៅចុះម្ដាយនឹងថាអីអានេះមិនស្ដាប់វាទៅប្តឹងអុកញ៉ានាយវាណាឯនាយនោះនឹងបើវាដឹងគ្នាទៅឲ្យពួកវាឡើងទៅកោះយកយាយនោះមកយាយនោះភិតភ័យកាយពេកណាស់ដល់ហើយវាកាត់លក់យាយនោះជាប្រាក់3ណែនយាយនោះសូមអង្វរទៅត្រឹម1ណែន1កំណាត់យាយម្ចាស់ជែកក៏បង់ជែក10ស្ទងនិងប្រាក់1ណែន1កំណាត់ទៀតអញ្ចឹងយាយនឹងបង់ប្រាក់1ណែន1កំណាត់ទៅដៃអុកញ៉ាបាលនោះឯងស្ដាប់មើលទៅចុះស្រុកខ្មែរយើងនេះពីដើមមានមន្ត្រីពីលដើរបៀតបៀនរាជឲ្យរាជក្តៅក្រហាយផ្សេងដូចយ៉ាងអុកញ៉ាពីលដែលវាកំហែងយាយម្ចាស់ជែកនៅស្រុកណានៅស្រុករកាទ្វាជាប់គ្នានឹងស្រុកប្រែកពោនោះឯងទាល់តែរាជស្រុកទន្លេធំរអាខ្លាចអំណាចអុកញ៉ាពីលនោះតែឃើញទូកកែហៅណាចៅអុកញ៉ាពីលនោះចតនៅកំពង់ភូមិណាហើយក៏មិនហ៊ាននិយាយថាអ្វីឡើយទោះជាពួកនោះកំហែងកាប់ជែកកាប់អំពើឬដេញចាប់មន្ទាក្តីក៏ពុំហ៊ានហាមឃាត់ថាអ្វីឡើយឯអំពើចៅអុកញ៉ាពីលកំហែងលក់រាជនោះមិនតែប៉ុណ្ណោះទេសឹងមានច្រើនប្រការទៅទៀតយើងសម្ដែងតែជាន័យសង្ខេបប៉ុណ្ណេះឲ្យឃើញថាពីលនេះវាប្រើអបាយកលកោងបញ្ឆោតកុហកបោកប្រាស់ខ្លះវាប្រើកំហែងលក់បណីដោយអំណាចវាដែលជាមន្ត្រីអាងខ្លួនជាធំជាព្រះញាតិវង្សពងណាពងសាព្រះជាព្រះញាតិវង្សពងសានិងមហាក្សត្រខ្លះហេតុនោះទៅថាខ្លាចអ្វីមិនស្មើខ្លាចពីលកាចអ្វីមិនស្មើកាចមនុស្សពីលមនុស្សមានអំណាចនឹងគិតបៀតបៀនបុគ្គលណាហើយទោះមនុស្សនោះមានប្រាជ្ញាឆ្លៀសវៃនឹងគិតកែឲ្យផុតពីមនុស្សពីលដែលមានអំណាចនោះកិច្ចទៅពុំបាន
ព្រោះមនុស្សពីលយកសក្តាជាអំណាចមកគ្របសង្កត់បំបត្តិមាត់ណាគ្របសង្កត់បំបត្តិមាត់អ្នកតូចមិនឲ្យហើបហាថាអ្វីបានដូចបុរាណណាចាពោលថាពីលប្រើអំណាចប្រាជ្ញតងប្រាស់ចេញបាទប្រាជ្ញបណ្ណាក៏ដោយតែពីលធ្វើបាបហើយទៅហើយបាទពីលប្រើអំណាចប្រាជ្ញតងប្រាស់ចេញអញ្ចឹងរឿងអង្គញាញាណភិនបាទចប់ត្រឹមប៉ុណ្ណឹងហើយខ្ញុំនឹងទៅនិទានអំពីរឿងកូនជៀមនិងឆ្កែបន្តទៀតនៅពេលក្រោយណា